8 ចំណុចដែលធ្វើវិនិច្ឆ័យទី1ភាពភ្លើតភ្លើននៅពេលដែលភ្លើតភ្លើនគឺបាត់បង់សតិភ្លេចសតិហើយនៅពេលដែលបាត់បង់សតិភ្លេចសតិគឺប្រហែសប្រមាថហើយប្រហែសប្រមាថហ្នឹងសេចក្តីអន្តរាយចាប់សង្គ្រប់យកភ្លាមតែម្ដងវិនិច្ឆ័យអន្តរាយភ្លាមតែម្ដងណាចំណុចទី2ការសេពគប់មនុស្សអត់មើលចេះតែរាប់អានចេះតែទុកចិត្តចេះតែស្រឡាញ់ចេះតែលះបង់ចេះតែផ្ដល់ឲ្យចេះតែជួយណាអត់ប្រយោជន៍ដូចបោះអំបិលចូលទៅក្នុងទន្លេអញ្ចឹងគឺហិនហោចខ្លោចផ្សាអាលាឲ្យលុតខ្លួនឯងជួយមនុស្សគឺជាការល្អប៉ុន្តែត្រូវរកមនុស្សល្អដើម្បីជួយបើជួយទាំងងងឹតងងុលគឺអត់ប្រយោជន៍ខាតប្រយោជន៍បំផ្លាញប្រយោជន៍ហើយអាចនឹងត្រូវមានទោសមានទណ្ឌទៀតផងទី3អាភាពធូររលុងអត់មើងម៉ាត់ម៉ត់ចត់អត់ច្បាស់លាស់ទេធ្វើអីមួយលំលេងលេងលំលេងលេងចិនឆៃចឹងវាចាញ់កលគេកន្លែងហ្នឹងទ្របវារលាយទៅតាមអាភាពធូររលុងតែធូររលុងមានប្រហោងហើយតែមានប្រហោងគឺអ្វីវាចេញតាមប្រហោងហ្នឹងអស់ហើយខំរោបណ្ណាក៏ដោយបើធូររលុងហើយលាយហើយទី4ណាគឺការបោឡាយអាវ៉ាសែហើយចាប់ដើមបំផ្លាញសុខភាពបោឡាយអាវ៉ាសែខូចទាំងគេឈ្មោះមិនខូចត្រឹមតែសុខភាពទេណានោះគឺអន្តរាយកាន់តែឆាប់បាត់បង់ទំនុកចិត្តទី5ដើរដាច់យប់ដើរដាច់ថ្ងៃដើរអត់មានគោលដៅចេះទៅធ្វើការងារអត់ពាក់ព័ន្ធនឹងគោលដៅអត់តាក់ទងនឹងគោលដៅអត់ត្រូវគោលដៅណាទី6ល្បែងអ្នកដែលលេងល្បែងហាន់ហើយខ្លាចផ្សារហើយអាប់តង្កេតយុះអាម៉ាស់ហើយគ្រួសារគឺរហេមរហាមតោកយ៉ាក់លំបាកវេទនាមិនមែនតែខ្លួនឯងទេណាអ្នកខ្លះល្បែងនាំឲ្យកពុលមុខកពុលមាត់មកវិញសម្លេះកូនចៅចោលក៏មានដែរឬក៏ទៅធ្វើអំពើណាដែលខុសច្បាប់ចូលទៅគុកច្បាប់ក៏មានដែរទី7កាមពួកកាមឈួតនឹងកាមឆ្លក់នឹងកាមងើបមុខមិនរួចណាអានោះចូលដល់ការធ្វើអំពើថោកទាបហើយទី8គឺបាក់ទឹកចិត្តអត់មានអីដែលជាសរសៃប្រឹងប្រើសឬក៏សរសៃចង់រស់សយងក្បាលចុះអស់សង្ឃឹមអង្គុយសោកស្ដាយវាបដិសេរីគិតកាន់តែយូរកាន់តែគួចទៅរកចំណុចខ្មៅចំណុចអាក្រក់នោះគឺជាចំណុចគ្រោះថ្នាក់បំផុតត្រូវទាញខ្លួនឯងត្រឡប់មកវិញត្រូវប្រឆាំងអំពីរឿងទាំង8ហ្នឹង